នៅក្នុងកម្មវិធី Microsoft Word នៅពេលដែលយើងចុចអក្សរខ្មែរទៅវាអត់ចេញវាបែកជាដូចអក្សរផ្សេងវិញឧទាហរណ៍ដូចជាក្នុងកុំព្យូទ័ររបស់ខ្ញុំនេះគឺនៅពេលដែលខ្ញុំចុចអក្សរអពេញតួទៅគឺវាអត់ចេញអក្សរទេវាបែកជាលើអក្សរ E នេះវិញវាអត់លុតមកទេបើយើងមើលនៅក្នុងក្តារចុចរបស់យើងអក្សរ E ហ្នឹងគឺយើងចុចឆ្លាស់បូកជាមួយនឹងអក្សរ E គឺចេញអក្សរ E នេះឧទាហរណ៍របស់គេនេះគឺអក្សរនៅខាងលើជើងខាងឆ្វេងហ្នឹងគឺយើងចុចបូកឆ្លាស់បូកជាមួយនឹងអក្សរ key យើងចង់ចុចហ្នឹងឧទាហរណ៍ដូចអក្សរ E នេះយើងចុចឆ្លាស់បូកជាមួយនឹងអក្សរ E គឺចេញអក្សរ E ប៉ុន្តែជាក់ស្ដែងបើយើងចុចទៅវាអត់ចេញមកទេចេញអក្សរ E នោះវិញចឹងដើម្បីកុំឲ្យចេញអក្សរ E យើងជួយទៅកំណត់វានៅក្នុង shortcut របស់វាដំបូងគឺយើងជួយទៅកន្លែង insert នេះហើយយើងយកពាក្យ symbol ហើយយកពាក្យ more symbol ហើយនៅកន្លែងនេះយើងរើសយក font ដែលយើងចង់បាន font អក្សរខ្មែររបស់យើងខ្ញុំយកខ្មែរ OS យកខ្មែរ OS បាត់ដំបងហើយយើងរអូសមករមើលអក្សរ ឯអក្សរ ឯនេះអក្សរ ឯបន្ទាប់មកយើងយកពាក្យ auto correct នេះហើយកន្លែង replace នេះយើងចុច key ដែលយើងចុចទៅវាអត់លុតមកឲ្យហ្នឹងគឺចុច alt បូកនឹងអក្សរ E ហើយបន្ទាប់មកយើងចុច replace yes ហើយចុច OK តមកទៀតយើងឈរលើអក្សរ I ហ្នឹងហើយយក shortcut key តមកទៀតចុច key ដែលយើងចុចវាអត់មកហ្នឹងគឺចុច alt បូកនឹងអក្សរ E ហើយ assign យើងចុចពាក្យ assign ហើយយើងចុចបិទវាទៅ close ហើយចុចសាកមើលទីគឺវាចេញមកវិញហើយចេញមកធម្មតាទេឧទាហរណ៍ដូចពាក្យឯកសារពាក្យអាយដាមពាក្យពាក្យណាគឺយើងវាយបានធម្មតាវិញហើយ